បាទសួស្តីបងប្អូនបាទថ្ងៃនេះមកដងគោវត្តថតរូបតែងសម្លៀកបំពាក់បែបប្រពៃណីបាទទេសភាពគោវត្តពេលរសៀលអញ្ចឹងមានពន្លឺថ្ងៃចាំងតិចតិចចឹងស្អាតបាទខានមកដងគោវត្តជាងមួយឆ្នាំដែរនេះសហការីការីម្ដងហ្នឹងលាភាពនៅលាវតែចំលាយឆ្នាំថ្មីនេះចំលាចូលរូងដែរទៅរៀបចំមុនបាត់nhiềuទេសចរច្រើនបងប្អូនថ្ងៃនេះទេសចរពីជប់ឡើងមានមនុស្សនៅយាមនៅនេះមានដែរអត់មានអ្នកមកទៅយប់គេអត់មានអត់អានេះបែបអត់តែមានមនុស្សនៅមានមនុស្សមកទៅยังให้คือฟอร์มមកចន្លោះបងប្អូនបងប្រុសបងគេបាទអត់ស្អាត ตรงតំណាងជនជាតិដើមខ្មែរក្រមបាទថ្ងៃបាក់រសៀលតែរសាបត់ហ្នឹងបត់តាំងបាទហើយតិចវាហើយជានេះហើយហ្នឹងអូខេជុំមើលខ្លួនបោប្រុសគាត់គេដែរតែរឿងពិតខ្លួនឯង